មានអីហ្នឹងអ្នកប្រុសមិនអីទេហ៎កុំអភ័យខ្ញុំណាឃើញទេនាងនៅតែបារម្ភពីខ្ញុំលោកឈួតមែនទេនៅមកនិយាយលេងទៀតចាប់ស្រីណានេះទៅដាក់ពេទ្យឈួតទៅកុំឲ្យនាងចេញក្រៅអស់មួយជីវិតខ្ញុំអត់ឈួតទេខ្ញុំអត់បានឈួតទេមានឈឺត្រង់ណាទៀតទេអញ្ចឹងខ្ញុំទៅវិញហើយឈឺត្រង់ណាមាននាងនៅមិនឈឺទេនាងទៅខ្ញុំនឹងឈឺនេះលោកចំណាស់ណាហើយនៅធ្វើរឹកពីដោយកូនក្មេងទីខ្ញុំខ្លាចថាបើខ្ញុំលែងដៃនាងនឹងរលាយបាត់ទៅសូស៊ីយៀនខ្ញុំអាចរស់បានតែប្រហែលថ្ងៃទៀតទេកាលដែលលោករត់មករំកំបាត់ចំនួនខ្ញុំពិតជាខ្ជះខ្ជាយជីវិតណាស់ដឹងតែខ្ញុំមិនអាចឲ្យមនុស្សដែលខ្ញុំស្រឡាញ់រងការឈឺចាប់ឡើយសំដីដែលខ្ញុំនិយាយលើកមុនសុទ្ធតែជាការពិតហើយលើកនេះនាងកុំបដិសេធខ្ញុំបានទេលោកនៅតែមិនយល់ពីចេតនាខ្ញុំទៀតមែនទេលោកគឺជាប្រុសល្ងងបំផុតនៅលើលោកនេះតាមសមត្ថភាពរបស់លោកចង់រកនារីល្អជាងខ្ញុំមិនពិបាកទេលោកមានដឹងទេថាប្រហែលថ្ងៃទៀតខ្ញុំប្រហែលជាត្រូវជ្រុះសក់អស់ពីក្បាលហើយសូម្បីនិយាយស្ដីក៏មិនអាចដូចមុនទៀតដែរអ្នកប្រុសខ្ញុំមិនបានខើអ្វីទាំងអស់អ្នកតែពីរបន្តទៀតចុះអូនត្រូវជឿបងជឿជាក់លើស្នេហាពួកយើងមិនថាថ្ងៃក្រោយមានរឿងអីកាត់ឡើងយើងនឹងឆ្លងកាត់ជាមួយគ្នាអូនត្រូវតែសន្យានឹងបងត្រូវតែព្យាបាលជឿបងនឹងរកវិធីព្យាបាលអូនឲ្យជានៅមានរឿងសំខាន់មួយទៀតដាច់ខាតមិនឲ្យនិយាយថាមិនស្រឡាញ់បងទេបើតាមមើលលិខិតពិនិត្យក្នុងខួរក្បាលអ្នកនាងមិនមានទំសាច់ទេក៏ប៉ុន្តែលើកមុនគឺលោកគ្រូពេទ្យដែលចង់របាយការណ៍ពិនិត្យសុខភាពឲ្យខ្ញុំមើលប្រាប់ខ្ញុំថាជាមហារីកខួរក្បាលដំណាក់កាលចុងក្រោយឬមួយការធ្វើរោគវិនិច្ឆ័យនេះខុសទៅគឺអាចទៅរួចដែរតំណងជាធ្វើស្កេនខួរក្បាលកាលពីលើកមុនមានបញ្ហាច្រឡំគ្នាម៉ងពីលហត់ស្កេនខួរក្បាលម៉ងបានហើយខ្ញុំអញ្ចឹងតើបានជាគិលានុបដ្ឋាយិកានោះរੂរាយរាក់ទាក់ខ្ញុំយ៉ាងនេះថែមទាំងហៅខ្ញុំថាម៉ងលោកគ្រូពេទ្យហេតុអីកម្រិត HCG របស់នាងឡើងខ្ពស់ម្ល៉េះឃើញថាកម្រិតស្តង់ដារគឺត្រឹម0ដល់5ប៉ុណ្ណោះលោកគ្រូពេទ្យជួយពិនិត្យបន្តិចបានទេចូលរួមត្រេកអរផងបានន័យថាម៉េចលោកគ្រូពេទ្យចាងនិយាយឲ្យត្រង់មកពួកយើងទទួលយកបានទាំងអស់នេះមានផ្ទៃពោះហើយខ្ញុំមិនបានកើតមកហើយបែរជាមានកូនទៅវិញជួយក្តិចខ្ញុំបន្តិចមើលខ្ញុំយល់សពមែនទេអូយបញ្ជាក់រួចហើយនេះជាការពិតអាឡូកញ្ញាស៊ូខ្ញុំជាអ្នកកសាយលើកមុនពួកយើងធ្លាប់ជួបគ្នានៅពេទ្យខាងស្ថានីយ៍ពួកយើងចង់រៀបចំចាក់ផ្សាយជាលើកចុងក្រោយមុនពេលកញ្ញាលាចាក់លោកសង្ឃឹមថាកញ្ញាផ្ដល់កិត្តិយសចូលរួមចំណែករឿងប្រាក់កម្រៃនេះខ្ញុំមិនចូលរួមចឹងល្អណាស់ខ្ញុំនឹងផ្ញើពេលវេលានិងទីតាំងឲ្យកញ្ញាពួកគេចង់សម្ភាសអូនមែនទេជ្រើជាទេវតាផ្ដល់ឱកាសលើកទី2ឲ្យទៅហើយពួកបញ្ញាក្អែកដែលសេះសល់ត្រូវតែកម្ចាត់ឲ្យស្អាតសួស្តីប្រិយមិត្តគ្រប់គ្នាបន្ទាប់ពីកម្មវិធីលើកមុនបានចាក់ផ្សាយតាមដែលខ្ញុំដឹងមានសប្បុរសជនជាច្រើនអ្នកបានផ្ញើជំនួយដល់កញ្ញាស៊ូមិនដាច់ឡើយនេះជានិមិត្តរូបអត្តពលប្រព័ន្ធផ្សព្វផ្សាយនិងកម្លាំងសាមគ្គីរួមកញ្ញាស៊ូសំសួរថាជីវិតប្រចាំថ្ងៃរបស់កញ្ញាមានប្រែប្រួលអ្វីខ្លះក្រោយពីការចុះផ្សាយពីកញ្ញានិយាយដល់រឿងនេះវាពិតជាមានការប្រែប្រួលខ្លាំងមែនអញ្ចឹងជួយចែករំលែកតិចណាតាមពិតទៅជំងឺរបស់ខ្ញុំគឺជាការយល់ច្រឡំតែអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈមួយចំនួនមិនចោះស្រាវជ្រាវព័ត៌មានឲ្យច្បាស់បែរជានាំគ្នាសរសេរព័ត៌មានមិនពិតឡើងដើម្បីចង់បានការតាក់ទាញនឹងចំនួនអ្នកទស្សនាត្រង់នេះបង្កភាពរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃខ្ញុំនេះអ្នកកសាតលីននាងគិតយ៉ាងម៉េចដែរខ្ញុំនាងឈិញនាងត្រូវមកឈប់ពីការងារហើយពីអ្នកដែលផ្ដល់ព័ត៌មានមិនពិតការពីលើមុនត្រូវបានដកហូតប្រាំរង្វាន់ទាំងអស់មកវិញរួមទាំងសងការពិតនៃដែលបានបំពេញកិច្ចសន្យាទៀតអ្នកប្រស៊ូទោះមិនភ្ជាប់និស្ស័យនឹងកូនស្រីលំដាប់អភិជននៃក្រុមហ៊ុនយ៉ាទាំង4ហើយណាស់ក៏រកដៃគោមានឋានៈប្រហាក់ប្រហែលគ្នាដែរស៊ូមកម្នាក់នេះឧស្សាហ៍មានចុះព័ត៌មានចេញមុខជាសាធារណៈអាចអតិពលមិនល្អដល់គេឈ្មោះលោករួមទាំងក្រុមហ៊ុនទាំងមូលអតិពលមិនល្អរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើង 10% ត្រឹមមួយខែចុងក្រោយនេះសម្រាប់បានទំហំពាណិជ្ជកម្មស្មើនឹងពាក់កណ្ដាលនៃប្រចាំឆ្នាំមុននឹងកើនឡើងខ្ពស់លំដាប់30សមិទ្ធផលទាំងនេះសុទ្ធតែទទួលបានពីអ្នកដែលពួកលោកហៅថាអតិពលអាក្រក់ស៊ូមបើគ្មាននាងជួយជំរុញការផ្សព្វផ្សាយក្រុមហ៊ុនយើងភាពជោគជ័យនេះក៏មិនអាចទៅរួចដែរខ្ញុំគិតថាកន្លងមកអស់លោកបណ្ដាព្យាយាមស្វែងយល់ពីគំនិតស៊ូនាងមានគុណធម៌និងភាពក្លាហានមិនចេះពាក់ក្បាំងមុខនិងជានារីម្នាក់គត់ដែលអាចដើរតាមខ្ញុំអស់មួយជីវិតពីមុនអូនធ្លាប់គិតថាជាតិនេះអូនរស់មកដល់អាយុ26ឆ្នាំទេតែមិននឹកស្មានថាអូនបែរជាមិនឈឺអ្វីសោះមើលតែទេវតាចង់ផ្ដល់ឱកាសឲ្យអូនកើតថ្មីម្ដងទៀតហើយមកពីទេវតាអាណិតបងមិនចង់ឃើញបងឯកោដល់ផ្លាស់ដើមឡើយអូនគិតថាការដែលមានជីវិតទី2វាជារឿងដែលរីករាយជាទីបំផុតតែមិនស្មានថាបែរជាចំណេញបានបងថែមម្នាក់ទៀតមិនតែប៉ុណ្ណោះថែមទាំងបង្កើតបានដំណក់ឈាមថ្មីម្នាក់ទៀតអូនមានអារម្មណ៍ថាខ្លួនឯងជាមនុស្សស្រីមានក្តីសុខបំផុតនៅលើโลกនេះអូននៅលំដាប់ទី2ទេមិនក៏បងនិយាយអញ្ចឹងព្រោះបរិះដែលបានអូននៅក្បែរទើបមានក្តីសុខបំផុតលើโลกបងស្ម័គ្រក្បែរនឹងឆ្លងកាត់ឧបសគ្គជាមួយអូនរហូតមានសុខរួមសុខមានទុក្ខរួមទុក្ខស៊ូម៉ងរៀបការជាមួយបងទៅអូនយល់ព្រម